បាទសូមអនុញ្ញាតបាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនប្រិមិត្តទាំងអស់ដែលកំពុងតែតាមដានទស្សនាបាទថ្ងៃនេះគឺជាថ្ងៃទី4ខែមីនាឆ្នាំ2026បាទខ្ញុំបាទលឹមសុភ័ក្ររួមជាមួយនឹងបងប្រុសសារ៉ាបាទហើយនឹងលោកសុគន្ធវាសនាតំណាងឲ្យលោកជំទាវកែវគុន្ធាបាទបាននាំយកនៅថវិកាមកចូលបនក្មួយស្រីបុស្បាដែលគាត់បានបាត់បង់ជីវិតដោយសារតែជំងឺមហារីកគ្រាប់ឈាមដោយបានរៀបចំរថយន្តនាគចំនួន3គ្រឿងជាការជូនដំណើរក្មួយស្រីជាលើកចុងក្រោយទៅកាន់សុគតិភពបាទព្រមទាំងចូលរួមបច្ច័យបន់សពចំនួន$5,000សហរដ្ឋអាមេរិកខ្ញុំបាទរួមជាមួយនឹងក្រុមការងារតំណាងឲ្យលោកជំទាវកែវគុន្ធាក៏បានប្រគល់ថវិកាហើយក៏បាននាំយកនៅពាក្យពេចន៍ផ្ដាំផ្ញើរំលែកទុក្ខសម្ដែងនៅអារម្មណ៍សោកស្ដាយបាទលើកទឹកចិត្តទៅដល់លោកឪពុកអ្នកម្ដាយរបស់ក្មួយស្រីបុស្បាបាទព្រមទាំងបានបញ្ជាក់ថាបន្ទាប់ពីបន់ត្រូវបានរៀបចំសពគ្រប់ទៅតាមប្រពៃណីទៅតាមទំនៀមទម្លាប់សាសនាហើយនៅថ្ងៃមុខបើសិនជាឪពុកម្ដាយរបស់ក្មួយស្រីបុស្បាបាទគាត់ជួបប្រទះនៅការលំបាកឬក៏គាត់ជួបប្រទះនៅបញ្ហាណាមួយបាទដែលត្រូវការឲ្យលោកជំទាវជួយបន្ថែមទៀតបាទលោកជំទាវនៅតែបន្តការជួយជាបន្តបន្ទាប់ទៀតបាទដើម្បីជាការបំពេញក្តីបំណងរបស់ក្មួយស្រីបុស្បាជាលើកចុងក្រោយបាទកន្លែងនេះខ្ញុំលើកឡើងទៅថ្ងៃមុនតិចបងប្អូនណាបាទក្រោយពីលោកជំទាវបានធ្វើការប្រកាសរកសាច់ញាតិបាទក៏ដូចជាក្រុមគ្រួសាររបស់ក្មួយស្រីបុស្បាហើយហ្នឹងគឺគាត់បានទទួលព័ត៌មានភ្លាមបាទពីឪពុករបស់ក្មួយស្រីបាទបន្ទាប់មកហ្នឹងក៏លោកជំទាវបានរៀបចំបាទនឹងម៉ៅយន្តហោះដើម្បីហោះហើរយកក្មួយហ្នឹងទៅព្យាបាលនៅប្រទេសឥណ្ឌាបាទប៉ុន្តែដោយបងប្អូនដឹងស្រាប់ហើយបាទក្រោយពីមានការរៀបចំហើយមិនទាន់នឹងហើយសពគ្រប់ផងបាទក្មួយស្រីក៏គាត់បានបាត់បង់ជីវិតទៅហើយបាទហើយលោកជំទាវក៏ពិតជាសោកស្ដាយខ្លាំងមែនទែនជាអកុសលបងប្អូនអើយបាទមច្ចរាជមិនទុកពេលវេលាឲ្យយើងគ្រប់គ្រាន់សម្រាប់ជួយក្មួយស្រីទេបាទពេលវេលាពិតជាខ្លីខ្លាំងមែនទែនសម្រាប់ក្មួយស្រីបាទហើយនេះគឺជាទីតាំងដែលបញ្ចុះក្មួយស្រីបាទហើយសូមឲ្យកុសលផលបុណ្យដែលលោកជំទាវបានធ្វើបាទសូមឲ្យលោកជំទាវទទួលបានកុសលផលបុណ្យនេះផងបាទសូមឲ្យលោកជំទាវសុខភាពល្អបាទរកស៊ីទទួលទានមានបាន